បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record វីដេអូនិយាយពីការ install SSH server ហើយដំបូងយើងវាយ sudo apt update សិនហើយយើងវាយ password យើងចូលមកបន្ទាប់ពីវា run ចប់ហើយយើងទៅវាយ command install sudo apt install OpenSSH server ហើយវានឹងសួរយើង do you want to continue ហើយយើងចុច Y ដើម្បី continue ហើយយើងចាំវា install ពេញសិនបន្ទាប់មកយើងទៅវាយ command enable sh sudo system control enable .now sh បន្ទាប់មកយើងទៅ check មើល status របស់វាថាវាប្រើបាននៅហើយយើងចុច stop វាមកចុច control C ដើម្បី stop ហើយបន្ទាប់មកយើងទៅវាយ command allo sh ហើយបន្ទាប់មកយើងវាយ IPA ដើម្បី check មើល IP address របស់យើងហើយយើងទៅបើកterminal មួយទៀតដើម្បី ping test វាហើយនេះ IP address ហើយចឹងខ្ញុំ ping ទៅ IP address 10.0.2.15 ហើយឃើញថាវា IP address វាដាក់ហើយបន្ទាប់មកយើងទៅ check SSH យើងវាយ command SSH ជាមួយ user ហើយនឹង IP address បន្ទាប់មកវា load សួរថា continue connect អត់ហើយយើងចុច yes ហើយបន្ទាប់មកយើងវាយ password របស់យើងហើយយើងវាយ who am I ហើយ host name ហើយវីដេអូមានតែប៉ុណ្្នឹងលោកគ្រូជំរាបលា